សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានដំណើរកំសាន្តមួយឆ្ពោះទៅកាន់ភ្នំបូកគោបាទហើយថ្ងៃនេះផងដែរតាមពិតទៅយើងដំណើរយើងថ្ងៃនេះគឺយើងមានកម្រងទេនៅពីគេងមកក៏ចេញឡើងទៅបូកគោតែម្ដងដែរខ្ញុំចេញទៅផែកតុងម៉ោង1ជាងពីភ្នំពេញទៅដល់បូកគោផែកតុងម៉ោង4ជាងទៅដល់ម៉ោង4ជាងយើងក៏រៀបចំក្នុងការដំឡើងតង់តែម្ដងបាទហើយនៅនេះខ្ញុំក៏រៀបមិនមែនតែសម្រាប់អ្នកដែលគាត់មានតកំសាន្តទៅខាងបូកគោណាព្រោះកន្លែងที่ខ្ញុំទៅបោះនេះគឺមានភាពស្ងប់ស្ងាត់ក្នុងការបោះក៏ដូចជាក្នុងការស្នាក់នៅណាព្រោះនៅនេះយប់ឡើងអីក៏មានភ្លើងបំភ្លឺដែរបើភ្លើងបំភ្លឺនៅចិត្តនឹងដែរចឹងកុំអារម្មណ៍ខ្លាចងឹតអត់មានភ្លើងអីបំភ្លឺណាហើយខាងលើនេះក៏មិនដែលសូវជាទំនេរដែរកន្លែងដែលយើងទៅបោះហ្នឹងគឺតែងតែមានអ្នកទៅបោះដូចទីយើងដែរអញ្ចឹងណាមិនថាតិចមិនថាច្រើនទេហើយមុននេះដូចតែអ្នកទាំងអស់គ្នាឃើញនៅកន្លែងដែលខ្ញុំរៀបចំតឡើងតង់បងក៏គាត់សួរដែរខ្ញុំជា YouTuber មែនអីចឹងណាហើយខ្ញុំក៏ឆ្លើយទៅវិញថាមែនទេខ្ញុំជាអ្នកដើរលេងធម្មតាទេគាត់ថាយើងជួយចិត្តថតរូបក៏ដូចជាជួយចិត្តថតវីដេអូទុកសម្រាប់ថ្ងៃក្រោយណាព្រោះវីដេអូមួយសិតតែមានអត្ថប្រយោជន៍មែនទែនសម្រាប់យើងទាំងអស់គ្នាពេលដែលដើរលេងគឺតែងតែចង់បានវីដេអូដើម្បីរក្សាទុកទៅថ្ងៃក្រោយទៀតដែរអញ្ចឹងណាហើយសម្រាប់វីដេអូដែលខ្ញុំកំពុងតែថតនេះគឺខ្ញុំថតខ្ទង់ខែ2ខែ3បាទអញ្ចឹងនៅពេលដែលខ្ញុំទៅគឺមេឃស្លាស់ហើយមិនសូវមានភ្លៀងទេខែប្រាំងណាតែបើសម្រាប់ខែនេះវិញគឺខ្ញុំរៀបមិនបងប្អូនទៅកុំភ្លេចយកទៅបោះតង់ខ្ញុំណាកុំភ្លេចយកតបូលផងព្រោះដោយសារតែអត់តបូលទេគឺយប់ឡើងយើងពិបាកការអង្គុយនៅខាងក្រៅអញ្ចឹងវាពិបាកព្រោះដោយសារមានមេឃភ្លៀងអញ្ចឹងណាហើយកាត់មកដល់កន្លែងយើងក៏ជៀនសាច់ញ៉ាំពេលយប់ណាជាមួយដាក់សលេង original ឲ្យបងប្អូនអរគ្នាស្ដាប់កាត់មកដល់កន្លែងនេះយើងក៏រៀបចំអង្គុយលេងពេលយប់ណាបងយប់ឡើងនេះអាកាសធាតុត្រជាក់ល្អមែនទែនអញ្ចឹងខ្ញុំរៀបមិនបងប្អូនទៅកុំភ្លេចពាក់ឲ្យក្រាស់ផងបាទព្រោះពេលខ្ញុំទៅខែប្រាំងផងនៅតែត្រជាក់ព្រមតែខែវស្សាទេបាទហើយយប់ដែលខ្ញុំទៅនេះគឺយើងដាក់ឈានរកពីរដបដែរដើម្បីឲ្យបានក្តៅណាព្រោះបើមិនអញ្ចឹងទេគឺល្ងាចបាទនេះទិដ្ឋភាពពេលព្រឹកឡើងក៏ស្រឡះមែនតើមេឃអំណោយផលបាទព្រលឹមឡើងគឺមេឃស្រឡះល្អបរិយាកាសគឺខ្ញុំចូលចិត្តបាទអញ្ចឹងនៅកន្លែងដែលខ្ញុំបោះនេះគឺវាមិនជាដាច់ស្រយាលពេកទេ សម្រាប់បងប្អូនចង់ទៅបោះនេះជំរាបមិនបាទនេះតាមផ្លូវយើងធ្វើដំណើរចុះមកវិញណាតាមផ្លូវចុះមកវិញនេះគឺមានបងប្អូនឡើងទៅលេងច្រើនថ្ងៃអាទិត្យដែរខ្ញុំចុះមកវិញនេះបាទហើយបន្តនេះគឺយើងបានមកដល់កែបវិញបាទយើងចូលញ៉ាំបាយកែបហើយក៏រៀបចំធ្វើដំណើរឡើងមកភ្នំពេញវិញអញ្ចឹងណាបាទហើយមានអ្នកខ្លះក៏គាត់ដូចដែលវីដេអូខ្ញុំថតអញ្ចឹងអ្នកខ្លះគាត់ថាចង់ទៅសមុទ្រដើម្បីជិះហ្នឹងដូចជានៀកដែលនៅក្នុងសមុទ្រហ្នឹងណានេះតាមផ្លូវឆ្នេរកែបឆ្នេរកោបាទឆ្នេរកោនេះតាមផ្លូវនេះគឺឥឡូវគេធ្វើឲ្យស្អាតដែរបាទអ្នកដែលមានបំណងចង់ទៅលេងឆ្នេរកោដែលអាចជិះទៅលេងបានព្រោះផ្លូវគឺមានសភាពស្រស់ស្អាតបាទអញ្ចឹងយើងមានភាពងាយស្រួលការធ្វើដំណើរទេហើយនេះក៏យើងបានថតរូបខ្លះទុកជាអនុស្សាវរីយ៍ទៅថ្ងៃក្រោយ